បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើឆាខ្ញីជាមួយនឹងសាច់ជ្រូកបាទធ្វើជាលក្ខណៈគ្រួសារម្ហូបលក្ខណៈគ្រួសារអឺក្តៅឆ្ងាញ់បងប្អូននេះខ្ញុំបានត្រៀមដូចជាខ្ញីសាច់ជ្រូកបាទ3ជាន់ហាន់ដុំរួចរាល់ហើយនឹងមានដូចជាខ្ទឹមសហើយនិងស្លឹកខ្ទឹមសម្រាប់ដាក់ចុងក្រោយជាដំបូងនេះខ្ញុំដាក់ប្រេងសិនហើយបំពងខ្ញីឲ្យវារាងស្រួយរាងក្រៀមបន្តិចបាទកុំឲ្យវាធំខ្ញីខ្លាំងហឹរខ្លាំងសម្រាប់ក្មេងញ៉ាំបាទយើងបំពងវាមកសន្ទុះអញ្ចឹងទៅដើម្បីឲ្យវាសពបឲ្យវារាងក្រៀមតិចបាទមិនក្រៀមខ្លាំងគឺតែ medium បាទប៉ុណ្ណឹងក្រៀមចុងតិចប៉ុណ្ណឹងបាទតែប៉ុណ្្នឹងបានហើយយើងអាចដួសទុកបាទនេះដួសទុករៀបរយហើយបាទបន្ទាប់មកយើងដាក់ខ្ទឹមសទៅហើយយើងបំពងខ្ទឹមសឲ្យឈ្ងុយឲ្យលឿងសិនទៅសូមយើងដាក់សាច់ជ្រូកបាទសាច់ជ្រូក3ជាន់អញ្ចឹងយើងឆាសាច់ជ្រូកជាមួយនឹងខ្ទឹមសហ្នឹងឲ្យសាច់ជ្រូកហ្នឹងវាអស់ជាតិទឹកបាទឲ្យវាអស់ជាតិទឹកសិនទៅសូមយើងថែមម្សៅស៊ុបខ្នុរហើយស្ករសបន្តិចទៅជាមួយនឹងប្រេងខ្យងបាទប្រេងខ្យងខ្ញុំដាក់ច្រើនបន្តិចខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាបាយជាមួយនឹងទឹកស្អ៊ីវបន្តិចហើយនឹងទឹកត្រីបន្តិចបាទគ្រឿងផ្សំមានតែប៉ុណ្្នឹងហើយយើងឆាវាឲ្យចូលជាតិសិនទៅបាទបន្ទាប់មកខ្ញុំដាក់ខ្ទឹមបារាំងបាទឲ្យមានជាតិខ្ទឹមបារាំងជាមួយនឹងខ្ញីបន្តិចហើយតាមដោយខ្ញីដែលយើងបានបំពងមិញហ្នឹងបាទងាយបងប្អូនយើងឆាចូលជាតិគ្នាទៅព្រោះតែខ្ញីយើងក៏ឆ្អិនស្រាប់ហើយបន្ទាប់មកយើងតាមចុងក្រោយបំផុតហ្នឹងគឺស្លឹកខ្ទឹមជាការស្រេចបងប្អូនតែប៉ុណ្ណេះអាចញ៉ាំបានហើយបាទងាយបងប្អូននេះឆាខ្ញីសាច់ជ្រូកលក្ខណៈគ្រួសារមិនមែនជាអ្នកដែលមានថ្មីអីចុងភៅទេបងប្អូនសំទោសផងញ៉ាំឆ្ងាញ់ជាមួយគ្រួសារយើងអរគុណច្រើន